បាទជំរាបសួរលោកគ្រូទេថ្ងៃនេះខ្ញុំបាទមកបកស្រាយលើការបន្ស៊ីលើមេរៀនទី5ការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ថ្ងៃនេះខ្ញុំសូមបកស្រាយចំណុចការបន្ស៊ីការវិតម្លៃក្នុងម៉ោងសិក្សាសម្រាប់សេចក្តីផ្ដើមគឺការបន្ស៊ីការវិតម្លៃក្នុងម៉ោងសិក្សាគ្រូប្រើការបន្ស៊ីការវិតម្លៃក្នុងម៉ោងសិក្សានេះដើម្បីសង្កេតការសួរផ្ទាល់មាត់និងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពដើម្បីឲ្យដំណើរការបង្រៀនរបស់យើងនឹងសមស្របនិងសម្រេចនូវលទ្ធផលមួយដែលយើងបានគ្រោងទុកអញ្ចឹងលោកគ្រូអ្នកគ្រូមុននឹងធ្វើការបង្រៀនមេរៀនអីមួយយើងប្រកាសជាមានកិច្ចតែងការមួយដែលមានវត្ថុបំណងឬក៏យើងហៅថាលទ្ធផលរំពឹងទុកថាតើបំណិនសម្បទាចរិយាសម្បទានិងវិជ្ជាសម្បទារបស់គាត់ត្រូវចេះអីខ្លះចឹងក្នុងគោលបំណងនៃការសិក្សាក្នុងគោលបំណងនៃការបន្ស៊ីការវិតម្លៃក្នុងម៉ោងសិក្សានេះមានដូចខាងក្រោមដើម្បីអភិវឌ្ឍសមត្ថភាពគ្រូក្នុងការប្រើប្រាស់ការសង្កេតដើម្បីតាមដានការចូលរួមការយល់ដឹងនិងអាកប្បកិរិយារបស់អ្នកសិក្សាអញ្ចឹងដើម្បីអភិវឌ្ឍគ្រូឲ្យកាន់តែមានការសង្កេតកាន់តែពូកែការសង្កេតមានការចូលរួមឲ្យគ្រូនឹងមានការយល់ដឹងកាន់តែប្រសើរជាងមុនក្នុងការសិក្សាដើម្បីឲ្យគាត់នឹងសង្កេតលើអាកប្បកិរិយារបស់អ្នកសិក្សាតើគាត់មានអាកប្បកិរិយាបែបម៉េចក្រោយពីការបង្រៀនមេរៀនឬក្នុងពេលបង្រៀនមេរៀនមួយហ្នឹងមួយទៀតគឺបង្កើតជំនាញក្នុងការប្រើប្រាស់សំណួរផ្ទាល់មាត់ដើម្បីពិនិត្យការយល់ដឹងនិងបំផុសការគិតជំរុញសកម្មភាពចូលរួមយើងត្រូវតែមានការសង្កេតហើយបន្ទាប់មកយើងត្រូវធ្វើឲ្យមានសំណួរផ្ទាល់មាត់ដូចជាសំណួរបំផុសឲ្យមានគំនិតការគិតមុនចូលរៀនមុនចូលមេរៀនថ្មីអ្វីមួយយើងត្រូវមានសំណួរបំផុសដើម្បីជំរុញការគិតហើយឲ្យគាត់មានសកម្មភាពចូលរួមដើម្បីឲ្យមានអន្តរកម្មរវាងគ្រូនិងសិស្សមួយទៀតគឺអភិវឌ្ឍសមត្ថភាពក្នុងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពសមស្របទាន់ពេលវេលាដើម្បីជួយកែលម្អដើម្បីជួយអ្នកសិក្សាកែលម្អការសិក្សារបស់ខ្លួនមានន័យថាបើសិនជាយើងអត់បានធ្វើការវិតម្លៃក្នុងម៉ោងសិក្សាហ្នឹងទេយើងអត់ទាន់ដឹងថាគាត់នឹងរៀនខ្សោយឬក៏រៀនពូកែទេតែដល់ពេលដែលយើងដឹងហើយយើងត្រូវធ្វើការណែនាំឬក៏ការផ្ដល់មតិប្រកបដោយប្រសិទ្ធភាពដោយការប្រាប់ទៅគាត់ថាប្អូនរៀនយឺតគួរតែបន្ថែមការបង្ហាត់នៅផ្ទះការមើលមេរៀននៅផ្ទះការធ្វើលំហាត់នេះទើបជាចំណុចដែលការផ្ដល់មតិណែនាំកែលម្អប្រកបដោយប្រសិទ្ធភាពហើយមួយទៀតគឺការជំរុញការប្រើប្រាស់លទ្ធផលវិតម្លៃដើម្បីកែសម្រួលយុទ្ធសាស្ត្របង្រៀនឲ្យសមស្របទៅនឹងតម្រូវការអ្នកសិក្សាពេលខ្លះការវិតម្លៃរួចមកហើយយើងដឹងថាកូនសិស្សគឺមិនសូវយល់មូលហេតុអីមិនមែនគាត់មិនខំប្រឹងហើយក៏មិនមែនគាត់មិនចេះដែរប៉ុន្តែដោយសារតែយុទ្ធសាស្ត្រឬក៏យុទ្ធវិធីរបស់លោកគ្រូអ្នកគ្រូដែលបង្រៀនហ្នឹងមិនសូវសមស្របនិងមិនមានកលៈទេសៈមួយសមស្របទៅតាមមេរៀនហ្នឹងអញ្ចឹងទើបធ្វើការវិតម្លៃហ្នឹងដើម្បីឲ្យយើងកែសម្រួលយុទ្ធវិធីក្នុងការបង្រៀនរបស់យើងផងដែរទីចំណុចចុងក្រោយគឺលើកកម្ពស់បរិយាកាសសិក្សាវិជ្ជមានដែលអ្នកសិក្សាមានទំនុកចិត្តនិងចូលរួមក្នុងថ្នាក់រៀនអញ្ចឹងការលើកកម្ពស់សិក្សាបែបវិជ្ជមានហ្នឹងមិនចឹងកូនសិស្សទោះបីជាឆ្លើយមិនឆ្លើយខុសក៏យើងនៅតែលើកទឹកចិត្តថាប្អូនឆ្លើយបានល្អប្អូនឆ្លើយពិតជាត្រឹមត្រូវមិនអាចថាប្អូនឆ្លើយខុសហើយធ្វើអញ្ចឹងវាមិនត្រូវទេអាហ្នឹងវាចូលទៅការសិក្សាបែបអវិជ្ជមានស្ដីបន្ទោសក៏មិនបានដែរការធ្វើយើងនិយាយទៅការធ្វើបែបធ្វើដាក់ពិន័យដល់សិស្សដូចជាការឈរការវាយនិងរំពាត់អីហ្នឹងក៏ជាការសិក្សាបែបអវិជ្ជមានដែរអញ្ចឹងគេលើកកម្ពស់កុំឲ្យមានសកម្មភាពបែបហ្នឹងដើម្បីឲ្យកូនសិស្សមានចំណុចចិត្តក្នុងការរៀនច្រើនចំណុចការសង្កេតហេតុអ្វីបានជាលោកគ្រូអ្នកគ្រូត្រូវតែធ្វើការសង្កេតដល់សិស្សក្នុងម៉ោងសិក្សាអញ្ចឹង
ដើម្បីធ្វើការសង្កេតនឹងយើងត្រូវមានដើម្បីធ្វើការសង្កេតហ្នឹងគ្រូត្រូវមានអីខ្លះចឹងយើងធ្វើការសង្កេតហ្នឹងដោយសារតែអីដោយសារតែយើងសង្កេតទៅលើបំណិនអន្តរកម្មបុគ្គលនឹងមិនគឺអន្តរកម្មរវាងគ្រូនិងសិស្សឬក៏បុគ្គលនិងបុគ្គលឧទាហរណ៍យើងបញ្យល់អីមួយទៅតើកូនសិស្សយល់អត់បើបញ្យល់ឧទាហរណ៍2 + 2 ស្មើ2កូនសិស្សយល់អត់យល់ទេកូនសិស្សនៅស្ងៀមអញ្ចឹងមានន័យថាបំណិនអន្តរកម្មគាត់អត់មានពាក់ព័ន្ធប៉ះពាល់ដល់ការបង្រៀនរបស់យើងហើយគាត់អត់យល់ផងយើងពន្យល់បែបហ្នឹងគឺគាត់អត់យល់ទេទី2គឺសកម្មភាពនិងអាកប្បកិរិយាសកម្មភាពនឹងបែបម៉េចសកម្មភាពនឹងបរៀនទៅសកម្មភាពក្មេងខ្លះលោឡារញ៉េរញ៉ៃហ្នឹងគឺជាសកម្មភាពមួយចំណែកអាកប្បកិរិយាគឺកូនសិស្សខ្លះមានអាកប្បកិរិយាមួយជាងសកលសង្គមអន់និយាយស្ដីតែកូនសិស្សខ្លះក៏មានអាកប្បកិរិយាដែរនិយាយច្រើនប៉ុន្តែពួកគាត់រៀនបែបចេះដូចគ្នាប៉ុន្តែយើងគួរតែប្រើយុទ្ធវិធីអីដែលទៅលើគាត់អ្នកដែលនិយាយច្រើនហើយអ្នកដែលស្កត់ស្គមតើយើងប្រើយុទ្ធវិធីអីទៅលើគាត់យុទ្ធវិធីសម្រាប់អ្នកស្កត់ស្គមយើងប្រើបែបការគិតលេខបែបជាលក្ខណៈបុគ្គលយើងអាចប្រើជាលក្ខណៈក្រុមបានទេពួកគាត់អត់សូវចូលចិត្តការចូលរួមដូចគេទេដោយសារតែគាត់ស្ងៀមស្ងាត់មួយកម្រិតនៃការយល់ដឹងរបស់សិស្សយើងធ្វើដើម្បីដឹងកម្រិតនៃការយល់ដឹងរបស់សិស្សតើយើងសួរទៅគាត់ដឹងអត់គាត់យល់អត់គាត់រៀនចេះនៅចំណុចទី4គឺការបង្ហាញទឹកមុខអញ្ចឹងពេលយើងបរៀនទៅឧទាហរណ៍សិស្សបង្ហាញទឹកមុខជ្រួញចាមទឹកមុខខឹងទឹកមុខអន់ចិត្តអីមួយហ្នឹងតើគាត់បង្ហាញទឹកមុខបែបម៉េចបើទឹកមុខខឹងដូចជាទឹកមុខអន់ចិត្តទឹកមុខមិនសូវជាសប្បាយចិត្តឬក៏មុខអត់យល់អីហ្នឹងយើងត្រូវប្រើប្រាស់មើលការមើលទឹកមុខរបស់គាត់ឧទាហរណ៍គ្រូខ្ញុំអត់យល់ឯហ្នឹងឯងគឺគាត់ជ្រួញចាមឬក៏ថ្ងាសគាត់អ្នកខ្លះបញ្យល់ទៅគាត់គួយគិតចឹងគឺក៏អត់សូវយល់ទេហើយការប្រើប្រាស់មួយទៀតការប្រើប្រាស់ភាសាតើយើងប្រើប្រាស់ទៅត្រូវតាមភាសាដូចជាករណីខ្ញុំអីចឹងខ្ញុំជាអ្នកខេត្តផ្សេងតែមកបរិញ្ញានៅខេត្តតកែវធ្វើបិទតាមានខេត្តជាប់គ្នាឬក៏ក្បែរគ្នាតែភាសានៅតំបន់ខុសគ្នាមិនអាចថាប្រើដូចគ្នាបានទេចំណែកឯសំណួរផ្ទាល់មាត់ទន្ទឹមនឹងការសង្កេតគ្រូបង្រៀនពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលសិស្សឆ្លើយសំណួរក្នុងអំឡុងពេលបង្រៀនដើម្បីឲ្យដឹងថាតើកូនសិស្សនឹងយល់ពីអ្វីដែលបង្ហាញឬអាចអនុវត្តជំនាញគោលដៅបានឬអត់អ្នកប្រហែលជាចំណាយពេលយូរដើម្បីចំណាយពេល1/3នៃការបង្រៀនរបស់អ្នកដើម្បីសួរសំណួរអញ្ចឹងមើលរាល់ថ្ងៃមិនថាខ្ញុំមិនឬក៏លោកគ្រូអ្នកគ្រូផ្សេងពេលខ្លះគ្រាន់តែសួរសំណួរយូរដោយសារអីកូនសិស្សគាត់មិនសូវជាមានអន្តរកម្មទី2គាត់មានអាសកម្មភាពមួយរញ៉េរញ៉ៃហ្នឹងអាសកម្មភាពរបស់គាត់ហ្នឹងគឺមិនសូវមានការចូលរួមអញ្ចឹងយើងប្រើពេលយូរដល់តែ1/3នៃការបង្រៀនរបស់យើងមួយទៀតការសួរសំណួរអាចបត់បែនបានព្រោះវាអាចប្រើឲ្យជាបុគ្គលឬជាក្រុមដើម្បីបដូរតាមវត្ថុតាមបំណងដោយផ្អែកលើចម្លើយសំណួរខ្លះយើងដាក់ទៅតាំងពេកយើងត្រូវតែបែងចែកជាក្រុមយើងអាចថាបែងចែកជាបុគ្គលឬក៏ឆ្លើយជាដៃគូបានទេជាក្រុមធំតែម្ដងចឹងយើងសំណួរទាំងអស់ហ្នឹងយើងសួរពីអីខ្លះដើម្បីឲ្យមានប្រសិទ្ធភាពឧទាហរណ៍សំណួរដែលយើងសួរឧទាហរណ៍មួយសំណួរសួរសំណួរឲ្យច្បាស់ចំនិងងាយយល់ក្នុងការឆ្លើយ2សំណួរដែលបានផ្គូផ្គងជាមួយលទ្ធផលសិក្សារំពឹងទុកអាហ្នឹងសំខាន់ណាស់បើយើងអត់ដឹងថាលទ្ធផលសិក្សារំពឹងទុកយើងចង់បានអីយើងសួរទៅវាខុសហើយវាអត់ត្រឹមត្រូវទេសំណួរទី3គឺសំណួរដែលសិក្សាក្នុងថ្នាក់រៀនទាំងមូលអាចឆ្លើយបានសួរថាឧទាហរណ៍មេរៀនគុណឪពុកគុណម្ដាយអញ្ចឹងគាត់សួរយើងប្រកាសជាសួរថាបច្ចុប្បន្នយើងបងប្អូននៅជាមួយអ្នកណានៅជាមួយអាណាព្យាបាលឪពុកម្ដាយអ្នកខ្លះនៅជាមួយយាយតាអញ្ចឹងពួកគាត់នឹងសិតតែឆ្លើយបាន
មួយទៀតត្រូវផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឲ្យសិស្សឆ្លើយសំណួរខ្លះពិបាកអញ្ចឹងសិស្សត្រូវការពេលវេលាមិនអាចថាសិស្សគ្រាន់តែនិយាយធម្មគ្រាន់តែឆ្លើយធម្មតាបានហើយយើងអាចបង្កើតសំណួរផ្សេងៗដូចជាសំណួរកម្រិតត្រឡប់ឲ្យសិស្សឆ្លើយសំណួរដែលពាក់ព័ន្ធនឹងការប្រដេញតែយើងក៏មិនគួរប្រើដូចជាសំណួរបិទសំណួរបាត់ចាស់ឬទេហ្នឹងគឺមិនអាចទេពោះពេលខ្លះកូនសិស្សក៏គាត់មិនសូវជាអត់ដែរតែមានថ្នាក់មួយចំនួនក៏យើងប្រើដែរជៀសវាងសំណួរដែលសិស្សមិនដឹងចម្លើយហើយមានថាសំណួរយើងមិនទាន់រៀនដល់ហើយមេរៀនក្រោយនោះយើងសួរឲ្យហើយគឺអត់កើតទេចំណុចចុងក្រោយគឺការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពអញ្ចឹងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពយើងធ្វើមិនហេតុអីបានយើងត្រូវផ្ដល់មតិកែលម្អពីព្រោះលោកគ្រូអ្នកគ្រូត្រូវដឹងពីរបៀបឆ្លើយតបទៅនឹងសិស្សបន្ទាប់ពីពួកគេបានបង្ហាញពីចំណេះដឹងហេតុអីបានដឹងហេតុផលជំនាញនិងការអនុវត្តរបស់ពួកគេប្រភេទនៃការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពមានការពិនិត្យឬការពិនិត្យមើលដូចជាការជូនដំណឹងទទួលចម្លើយត្រឹមត្រូវរបស់សិស្សការទទួលចម្លើយមិនត្រឹមត្រូវរួចរៀនសារឡើងវិញអាហ្នឹងយើងពិនិត្យមើលហើយដូចជាអញ្ចឹងយើងអនុវត្ត3ចំណុចហ្នឹងប៉ុន្តែនៅចំណុចមួយទៀតគឺការបរិយាយលម្អិតអញ្ចឹងការបរិយាយលម្អិតហ្នឹងមិនការបរិយាយលម្អិតហ្នឹងគឺនិយាយពីពន្យល់ពីមូលហេតុដែលមិនត្រឹមត្រូវហេតុអីបានគាត់ឆ្លើយខុសហេតុអីក៏ប្អូនឆ្លើយខុសយើងពន្យល់ឲ្យគាត់ហេតុអីក៏បូកលេខមិនត្រូវនឹងមួយពីនេះបង្ហាញចំណុចដែលសំខាន់ដែលនៅអ្វីដែលកំពុងរៀនតើយើងបានបង្ហាញចំណុចសំខាន់នៅយើងត្រូវបង្ហាញចំណុចសំខាន់នេះឲ្យសិស្សដើម្បីឲ្យគាត់យល់កាន់តែច្បាស់ទី2ពន្យល់ពីមូលហេតុដែលចម្លើយខុសនឹងត្រូវហេតុអីបានខុសរកពីមូលហេតុហើយយើងពន្យល់ឲ្យច្បាស់ពីការខុសនឹងត្រូវនឹងចំណុចចុងក្រោយគឺការបំផុសគំនិតឬផ្ដល់តម្រុយដល់សិស្សសម្រាប់ទិសដៅត្រឹមត្រូវយើងមុននឹងឆ្លើយទៅឲ្យកូនសិស្សឆ្លើយអត់ត្រូវទេគាត់សួរថាស្អីគេនៅក្នុងមេរៀននេះតើសុធាហ្នឹងទៅសួរសុខទុក្ខអ្នកណានេះនៅក្នុងរូបនេះបងអូនតើគាត់ចេះពាក្យអានពាក្យមណ្ឌលសុខភាពដែលគេសរសេរនៅក្នុងសៀវភៅហ្នឹងអត់គាត់អត់ទាន់ទេតើយើងឃើញអីគេនៅក្នុង logo ផ្ដេកហ្នឹងហើយមានឃើញរូបអីគេគាត់អញ្ចឹងយើងគួរតែសួរអញ្ចឹងដើម្បីតម្រង់ទិសគាត់ទៅរកភាពត្រឹមត្រូវវិញនេះជាចំណុចបកស្រាយរបស់ខ្ញុំហើយសង្ឃឹមថាលោកគ្រូអ្នកគ្រូទាំងអស់យល់ច្បាស់ហើយបើមិនយល់ទាស់ត្រង់ណាសូមខន្តីអភ័យទោសនិងអធ្យាស្រ័យសូមគោរពលា